ជំរាបសួរក៏ដូចជាសួស្តីបងប្អូនអរគ្នាជួបជាមួយខ្ញុំទៀតហើយបាទថ្ងៃនេះដែរខ្ញុំបាននាំបងប្អូនមកស្គាល់កន្លែងដើរលេងមួយទៀតហើយគឺកន្លែងប្រាសាទបងប្អូនហើយប្រាសាទនេះដែរមានទីតាំងស្ថិតនៅភូមិត្រពាំងរពៅបងប្អូនហ្នឹងហើយឥឡូវពេលនេះខ្ញុំកំពុងតែមកដល់កន្លែងផ្លូវចូលប្រាសាទបងប្អូនតែខ្ញុំអត់ទាន់ឡើងទៅទេទៀតបើខ្ញុំឡើងទៅប្រាសាទហើយនេះមុខនេះផ្លូវចូលបងប្អូនផ្លូវចូលប្រាសាទហ្នឹងហើយយើងចូលមកយើងសុំពូគាត់នៅមុខហ្នឹងគាត់ឲ្យយើងចូលហើយបងប្អូនហើយផ្លូវចូលស្អាតហើយបងប្អូនចាក់វិតុងស្អាតហើយនៅក្រោយខ្ញុំមានផ្ទះប៉មបងប្អូនហ្នឹងហើយផ្ទះប៉មច្រើនណាបងប្អូនទៅដល់ហ្នឹងឃើញហើយតែភាពនៅលើក៏មានអាងហែទឹកដែរប៉ុន្តែពួកខ្ញុំអត់ចូលទៅកន្លែងផ្ទះប៉មនឹងអាងហែទឹកទេខ្ញុំទៅកន្លែងប្រាសាទបងប្អូនចង់ដឹងថាប្រាសាទហ្នឹងវាមានសម្រស់ស្អាតបែបណាហើយមានកន្លែងលេងបែបណាហើយមើលទៅវាស្រស់ស្អាតមិនបងប្អូនចាំតិចទៀតខ្ញុំឡើងទៅលើហ្នឹងហើយបងប្អូនហើយនៅក្រោយប្រាសាទនៅក្រោយខ្ញុំហ្នឹងមានផ្ទះស្អាតបងប្អូនផ្ទះប៉មហ្នឹងហើយបងប្អូនឥឡូវទៅជួបជាមួយខ្ញុំនៅប្រាសាទទាំងអស់គ្នាតិចទៀតតោះហ្នឹងហើយឥឡូវបងប្អូនខ្ញុំបានមកដល់កន្លែងប្រាសាទហើយបងប្អូនខ្ញុំមើលពីចម្ងាយក៏ឃើញស្អាតដែរបងប្អូនប្រាសាទប្រាសាទអង្គរវត្តបងប្អូនមើលពីចម្ងាយទៅឡើងស្អាតបងប្អូនហើយនៅក្រោយខ្ញុំមានព្រៃឈើរុក្ខជាតិច្រើនណាមើលទៅស្រស់ស្អាតតឥឡូវយើងដើរទៅចូលកន្លែងប្រាសាទបងប្អូនឥឡូវខ្ញុំបានមកដល់ខ្លងវាចូលបងប្អូនចូលមកដល់មានអារម្មណ៍ថាត្រជាក់ហើយខ្ញុំមើលពីចម្ងាយមកប្រាសាទឃើញស្អាតណាបងប្អូនអើយបងប្អូនមកមើលមួយខ្ញុំទាំងអស់គ្នាមានអារម្មណ៍ថាមើលទៅពីចម្ងាយស្អាតហើយកន្លែងនេះត្រជាក់បងប្អូនសម្បូរទៅដោយធម្មជាតិហ៎ហើយកន្លែងនេះអត់សូវមានអ្នកស្គាល់បងប្អូនឥឡូវខ្ញុំដើរទៅក្នុងតិចទៀតសិនបងប្អូនផ្លូវរៀងបាក់ដើរតិចព្រោះមេឃនេះខែនេះវារៀងភ្លៀងបងប្អូនហ្នឹងហើយឥឡូវខ្ញុំដើរមកចូលក្នុងប្រាសាទអង្គរវត្តយើងបងប្អូនដែលចង់មកលេងមកលេងបានហើយប្រាសាទនេះស្ថិតនៅភូមិត្រពាំងរពៅបងប្អូនហ្នឹងហើយអ្នកភាគច្រើនអ្នកខ្លះគាត់អត់សូវស្គាល់ទេកន្លែងនេះព្រោះអត់សូវមានអ្នកមកលេងខាហ្នឹងអញ្ចឹងអត់សូវមានអ្នកស្គាល់ទេអញ្ចឹងឥឡូវខ្ញុំបានមកថតវីដេអូឲ្យបងប្អូនបានស្គាល់កន្លែងដើរលេងមួយនេះហើយមើលទៅកន្លែងដើរលេងនេះស្រស់ស្អាតណាបងប្អូនមើលនៅក្រោយខ្ញុំនេះគឺប្រាសាទស្រស់ស្អាតបាទឥឡូវខ្ញុំដើរមករៀងចិត្តប្រាសាទតិចព្រោះយើងចង់ដឹងសម្រស់ប្រាសាទស្អាតប៉ុណ្ណាព្រោះយើងនៅឆ្ងាយយើងមើលអត់ឃើញថាស្អាតទេដល់យើងមកចិត្តឥឡូវខ្ញុំដើរមកចិត្តស្អាតមែនប្រាសាទបងប្អូនប្រាសាទនៅក្រោយខ្ញុំនេះស្អាតណាបងប្អូនដែលចង់មកលេងបានខ្ញុំបញ្ជាក់ទៀតទីតាំងប្រាសាទនេះស្ថិតនៅភូមិត្រពាំងរពៅបងប្អូនហ្នឹងហើយព្រោះខែនេះអត់សូវមានអ្នកមកលេងទេភាគច្រើនគេអត់សូវស្គាល់ផងកន្លែងនេះព្រោះខែនេះវាភ្លៀងហ្នឹងហើយឥឡូវខ្ញុំដើរជុំវិញប្រាសាទហ្នឹងឲ្យបងប្អូនមើលហ្នឹងហើយទេសភាពស្អាតណាបងប្អូនពោពេញទៅដោយធម្មជាតិហ្មងមើលទៅនៅក្រោយយើងនេះនៅក្រោយខ្ញុំនេះភ្នំមើលពីប្រាសាទទៅភ្នំឃើញអារម្មណ៍ថាមានអារម្មណ៍ថាស្អាតហ្មងហើយយើងមកដល់នេះមានអារម្មណ៍ថាស្រស់ស្រាយពោពេញទៅដោយធម្មជាតិបងប្អូនយើងមើលទៅសាកធម្មជាតិហ្មងមានព្រៃមានអីហ្នឹងហើយនៅមុខនោះក៏មានប្រាសាទព្រះវិហារដែរបងប្អូនតែចាំតិចទៀតចាំយើងទៅប្រាសាទព្រះវិហារអស់គ្នាតោះឥឡូវយើងទៅមើលប្រាសាទព្រះវិហាររយចង់កុំឲ្យខាត់ពេកយូរព្រោះយើងមកដល់នេះយើងបានថតសកម្មភាពនិងប្រាសាទឲ្យបងប្អូនមើលឃើញទាំងអស់គ្នាឥឡូវយើងទៅប្រាសាទព្រះវិហារមកកុំឲ្យវីដេអូយើងវែងពេកយើងវីដេអូវែងក៏យើងបាក់រៀបរាប់ដែរបងប្អូនហ្នឹងហើយតោះហ្នឹងហើយបងប្អូនឥឡូវខ្ញុំបានមកដល់ប្រាសាទព្រះវិហារទៀតហើយប្រាសាទព្រះវិហារផ្លូវចូលមួយនឹងប្រាសាទអង្គរវត្តយើងហ្នឹងហើយបងប្អូនមើលនៅក្រោយខ្ញុំស្អាតណាបងប្អូនអើយមើលទៅឲ្យប្រាសាទអង្គរវត្តនិងប្រាសាទព្រះវិហារមើលទៅស្អាតដូចគ្នាមើលទៅលិចហ្មងបងប្អូនហ្នឹងហើយឥឡូវខ្ញុំដើរមកចិត្តប្រាសាទព្រះវិហារតិចបងប្អូនអ្នកបងប្អូនចង់មកលេងបានយើងមិនចាំទៅលេងនៅឆ្ងាយក៏បានយើងមកលេងចិត្តនេះក៏បានព្រោះប្រាសាទនេះស្អាតតម្រង់ធ្វើមកស្អាតស្តង់ដារបងប្អូនហ្នឹងហើយទេសភាពក៏ស្អាតដែរបងប្អូនចង់មកលេងបានហ្នឹងហើយនេះនៅក្រោយខ្ញុំនេះហ្នឹងហើយប្រាសាទព្រះវិហារហ្នឹងហើយបងប្អូនវីដេអូខ្ញុំមានតែប៉ុណ្្នឹងបងប្អូនបើចូលចិត្តជួយ like ជួយ follow ម្នាក់មួយហ្នឹងបាយបាយហ្នឹងហើយ